ខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងអង្គាលីនមស្ការឧទ្ទិសដៅចំពោះបច្ច័យរដ្ឋដ៏ឧត្តមពងពោះខ្ញុំសូមនមស្ការក្រាបថ្វាយបង្គំចំពោះបកករណាគ្រប់ព្រះអង្គដែលបាននិមន្តមកសិក្សាព្រះអភិធម្មសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យនៅវត្តបណ្ណាឡោមនេះហើយសូមគោរពដល់លោកយាយលោកតាបងប្អូនញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជាណាដោយសេចក្តីគោរពនិងសូមជ្រះថ្លាអនុមោទនានៅបុណ្យកុសលអំពីព្រះគុណម្ចាស់និងញាតិញោមបងប្អូនទាំងអស់គ្រប់កុសលនៅក្នុងពេលនេះយើងបានសិក្សានៅញាតិការព្រះអភិធម្មហើយនឹងសេចក្តីអធិប្បាយត្រួសដើម្បីជាការបកស្រាយបញ្យលនៅក្នុងប្រភេទលក្ខណៈនៃអកុសលនីមួយតាំងអំពីលោភៈមូលចិត្តទី1រហូតមកចឹងយើងព្រមព្រៀងគ្នាដើម្បីសូត្រជាមេត្តានៅលោភៈមូលចិត្ត8នេះជាភាសាបាលីចូលទាំងអស់គ្នាចឹងណាលោភៈមូលចិត្ត8សោមនំសាសាហាកតាំងតេថេចតាំងសម្បាយតតាំងអសង្ខារិកាំសោមនំសាសាហាកតាំងតេថេចតាំងសម្បាយតតាំងសង្ខារិកាំសោមនំសាសាហាកតាំងតេថេចតាំងវេបបាយតតាំងអសង្ខារិសោមនំសាសាហាកតាំងតេថេចតាំងវេបបាយតតាំងសង្ខារិកាំឧបេខាសហចតាំងតេថេចតាំងសម្បាយតតាំងអសង្ខារិកាំឧបេខាសហចតាំងតេថេចតាំងសម្បាយតតាំងសង្ខារិកាំឧបេខាសហចតាំងតេថេចតាំងវេបបាយតតាំងអសង្ខារិកាំឧបេខាសហចតាំងតេថេចតាំងវេបបាយតតាំងសង្ខារិកាំគឺអ្វីដែលកើតឡើងគឺវាត្រូវតែកើតទៅតាមហេតុទៅតាមបច្ច័យបញ្ឈប់មិនបានបង្កប់បញ្ជាក៏មិនបានមិននៅក្នុងអំណាចព្រោះជាផលនៃបច្ច័យសម្រាប់ទៅតាមបច្ច័យប៉ុន្តែថាអ្វីដែលកើតឡើងនោះគឺនៅក្នុងខណ្ឌ5នឹងឯងខណ្ឌណាមួយជារូបក៏ជារូបខណ្ឌចឹងទៅបើថាជានាមក៏ជាវេទនាខណ្ឌឬក៏សញ្ញាខណ្ឌឬក៏ជាសង្ខារខណ្ឌឬក៏ជាវិញ្ញាណខណ្ឌអ្វីដែលកើតឡើងទាំងអស់តាមផ្លូវភ្នែកដែលបានឃើញឬក៏រូបដែលប្រកបឲ្យឃើញតាមផ្លូវវិជ្ជាចិត្តឮឬក៏សំឡេងដែលប្រកបឲ្យឮតាមផ្លូវច្រមុះផ្លូវបាបផ្លូវកាយនិងផ្លូវចិត្តនឹងអត់មានអីជាយើងទេទាំងរបស់ដែលយើងពេញចិត្តទាំងរបស់ដែលយើងតោះចិត្តហើយទាំងការពេញចិត្តទាំងការតោះចិត្តនឹងទៅទៀតវាអត់មានអីផុតអំពីខណ្ឌទេក្នុងខណ្ឌ5ហ្នឹងចឹងណាទេណាអ្វីដែលកើតឡើងគឺនៅក្នុងរង្វង់នៃបញ្ចខណ្ឌក្តោបបានទាំងអស់អត់មានថាអ្វីដែលកើតហើយហ្នឹងចេញក្រៅអំពីខណ្ឌទេនេះស្មារតីពុទ្ធបរិស័ទសិក្សានៅក្នុងប្រភេទនៃសង្ខារធម៌នឹងបានជួបប្រទះនៅការកើតឡើងចំពោះរូបឬក៏វេទនាសញ្ញាសង្ខារវិញ្ញាណប៉ុន្តែការពង្វែងភ្លេចសតិក៏រមែងប្រកាន់នៃអ្វីដែលកើតឡើងនោះ
ថាជាខ្លួនយើងហើយនឹងប្រកាន់ថែមទៅទៀតថាយើងត្រូវបាននៅរបស់ដែលជាទីពេញចិត្តមានលៀបមានយសឬការសរសើរក្តីសុខឬក៏ប្រកាន់ថាបាននៅរបស់ដែលមិនជាទីពេញចិត្តមានការអត់លៀបអត់យសការនិន្ទាឬក៏សេចក្តីទុក្ខតាមពិតការសិក្សាឲ្យបានដិតដល់ច្បាស់លាស់នៅក្នុងព្រះធម៌ណាទេណាគឺនឹងឃើញអ្វីៗដែលកើតឡើងនៅក្នុងរង្វង់នៃបញ្ញខណ្ឌសុទ្ធតែជាអនត្តាដោយសេចក្តីថាមិនមែនជាយើងមិនមែនជារបស់យើងបង្កប់ឲ្យទៅជារបស់ដទៃក៏មិនបានបើថាសោមនស្សវេទនានឹងបង្កប់កុំឲ្យសោមនស្សមិនបានឡើយបើថាជាឧបេក្ខាក៏ត្រូវតែជាឧបេក្ខានឹងឯងនឹងឲ្យទៅជារបស់ដទៃមិនបានជាទុក្ខទោមនស្សអីម្ដេចម្ដាក៏ជាការកើតឡើងព្រមនៃសភាវៈធម៌នោះព្រោះអាស្រ័យបច្ច័យកែប្រែមិនបានរបស់ដែលកើតឡើងទ្រទ្រង់លក្ខណៈរបស់ខ្លួនទៅឈ្មោះថាជាធេតុហ្នឹងគឺទ្រទ្រង់នៅលក្ខណៈរបស់ខ្លួនមិនឲ្យទៅជារបស់ដទៃទេចឹងមិនច្រឡំគ្នារវាងធាតុនីមួយបើថាធាតុដីដែលមានលក្ខណៈរឹងអាហ្នឹងទ្រទ្រង់នៅលក្ខណៈរឹងហ្នឹងមិនទៅជាក្តៅមិនទៅជាកម្រើកតឹងញ័រឬក៏មិនទៅជាការដឹងរឹងអីទេគឺរឹងទ្រទ្រង់នៅលក្ខណៈបថវ័យធាតុហ្នឹងជាអនត្តាបង្កប់បញ្ជាឲ្យទៅជាអ្វីឲ្យខុសពីសេចក្តីពិតហ្នឹងមិនបានហើយរឿងពិតនៃសង្ខារធម៌ហ្នឹងណាទេណាមិនថារបស់ដែលយើងធ្លាប់ពេញចិត្តសោមនស្សត្រេកអរឬក៏ទោមនស្សតោះចិត្តយ៉ាងណាទេការបើអប់រំបញ្ញាហើយគឺត្រូវបានសម្រេចប្រយោជន៍អំពីសភាវៈសង្ខារហ្នឹងដែលថាប្រយោជន៍គឺបញ្ញានឹងឯងដែលចម្រើនហើយលះបង់នៅសេចក្តីទុក្ខសេចក្តីកង្វល់លះបង់នៅកិលេសដែលជាគ្រឿងកង្វល់នោះព្រោះបញ្ញាចម្រើនឡើងនឹងឈ្មោះថាប្រយោជន៍កើតមកអំពីរបស់គ្រប់យ៉ាងដែលកើតឡើងប៉ុន្តែត្រូវអាស្រ័យការអប់រំបញ្ញាការអប់រំបញ្ញាមានសមាធិព្រមជាមួយគ្នានឹងអ្វីដែលកើតឡើងការប្រកែកប្រឆាំងការបដិសេធការមិនព្រមលទ្ធផលដែលត្រូវបាននោះគឺសេចក្តីទុក្ខសេចក្តីចង្អៀតឆ្អល់ចិត្តដូច្នេះមិនមែនជាប្រយោជន៍ឡើយប្រយោជន៍គឺសេចក្តីស្ងប់ចិត្តការឥតកង្វល់ព្រោះបញ្ញាបានដល់បានទល់គ្នានឹងសភាពពិតក្នុងសភាវៈធម៌ដែលកើតឡើងគ្រប់ពេលគ្រប់វេលាទាំងអស់រឿងដែលយើងតោះចិត្តដែលជាប្រភេទនៃទោសមូលចិត្តក៏មកអំពីហេតុបច្ច័យគឺសេចក្តីស្រឡាញ់ការចាប់ជំពាក់ដីប្រកាន់និងការហួងហែងซึ่งខុសអំពីការប្រព្រឹត្តទៅនៃសង្ខារធម៌ដែលមិនអាចនឹងប្រកាន់ហួងហែងបានសង្ខារធម៌គ្រប់យ៉ាងជារបស់មិននៅក្នុងអំណាចនៃការប្រកាន់ហួងហែងឡើយដូច្នេះព្រោះមានសេចក្តីប្រកាន់ហួងហែងសេចក្តីស្រឡាញ់ត្រេកអរក៏នាំមកនៅសេចក្តីតោះចិត្តសេចក្តីចង្អៀតចង្អល់ចិត្តសភាពនៃបរមត្តធម៌ដែលមានជាអកុសលសម្រាប់បុគ្គលដែលមិនទាន់មានបញ្ញាបរិបូរណ៍មានបញ្ញានៅទន់ខ្សោយទៅអកុសលនឹងឯងមិនអស់អំពីសន្តាននៃជីវ័នចិត្តចិត្តតែមានការកើតឡើងបន្តគ្នាមិនដាច់ទេមួយថ្ងៃហ្នឹងក្នុងជីវិតយើងពិតនេះយើងមិនអាចបដិសេធយើងមិនអាចប្រកែកបានទេនៅសេចក្តីវិន័យ5ប្រការគឺថាសេចក្តីវិន័យញាតតិភៈសនៈ
សេចក្តីវិន័យនៅទ្រព្យសម្បត្តិភៈអ្នកភៈសនៈសេចក្តីវិន័យព្រោះការមានរោគភៈភៈសនៈសេចក្តីវិន័យនៅកុសលសិលដែលជាសីលភៈសនៈនិងការវិន័យសមាធិដែលជាសេចក្តីវិន័យដ៏ធំធេងក្រៃលែងគឺទិដ្ឋិភៈសនៈវិន័យការយល់ត្រូវសេចក្តីវិន័យនាំមកនៅសេចក្តីសោកដែលជាតោមនស្សវេទនាកើតរួមជាមួយគ្នានឹងទោសមូលចិត្តចឹងណាសេចក្តីនេះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយអាចដើម្បីជ្រាបច្បាស់នៅសភាវៈពិតទាំងអស់ប៉ុន្តែការជ្រាបនៅសភាវៈពិតនោះគឺជាការប្រតិបត្តិយ៉ាងល្អយើងមិនអាចហាមឃាត់កុំឲ្យមានសេចក្តីសោកបានទេដែលកើតរួមជាមួយគ្នានឹងទោសមូលចិត្តទោះជាអសង្ខារិកៈឬក៏សសង្ខារិកៈយ៉ាងណាក៏ដោយគឺវាត្រូវតែកើតឡើងព្រោះអីព្រោះសេចក្តីជាប់ជំពាក់សេចក្តីស្រឡាញ់ហ្នឹងនាំឲ្យកើតឡើងនេះគឺជារឿងពិតរបស់ជីវិតហើយជីវិតរបៀបនេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅការចម្រើនសតិប្បដ្ឋាន4ដែលប្រព្រឹត្តទៅដើម្បីអរិយមគ្គអង្គ8ដើម្បីលះបង់នៅសេចក្តីសោកខ្សឹកខ្សួលរំជួលចិត្តលះបង់នៅសេចក្តីទុក្ខចឹងមិនមែនព្រះអង្គទ្រង់ត្រាស់សម្ដែងនៅសតិប្បដ្ឋាន4នេះសម្រាប់បុគ្គលព្រះអរិយៈតែម្យ៉ាងចឹងទេតាមពិតសំខាន់បំផុតគឺសម្រាប់បរិសុទ្ធជននឹងឯងដែលជាជនក្រាស់ទៅដោយកិលេសច្រើនទៅដោយកិលេសនឹងមានសេចក្តីទុក្ខកង្វល់ច្រើនតាមផ្លូវចិត្តត្រូវប្រតិបត្តិនៅសតិប្បដ្ឋាន4នេះដើម្បីកម្ចាត់បងនៅសេចក្តីទុក្ខសេចក្តីសោកដែលខ្សឹកខ្សួលនឹងអញ្ចឹងគឺជាការងារដោយចំពោះត្រង់សម្រាប់យើងទាំងអស់គ្នាជាពុទ្ធបរិស័ទជាអ្នកមានកិលេសជាអ្នកមានសេចក្តីទុក្ខសេចក្តីទុក្ខសោកតាមផ្លូវចិត្តដែលកើតឡើងនេះយើងអាចនឹងរង្គៀសឃើញទោសដល់បាបអកុសលនឹងក៏ពិតមែនហើយប៉ុន្តែមិនមែនជារបស់ដែលសម្រាប់ឲ្យយើងរង្គៀសជាទីបំផុតនោះទេពិតមែនតែត្រូវរង្គៀសចំពោះបាបអកុសលដោយលោភៈតិចខ្លាំងទោសៈច្រើនតិចអីយ៉ាងណាក៏ពិតមែនដោយហេរិដោយអត្តបៈគឺការខ្មាស់បាបខ្លាចបាបរង្គៀសចំពោះបាបអកុសលទាំងអស់ក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែបាបដែលគួរឲ្យរង្គៀសខ្លាំងជាងនឹងទៅទៀតនោះគឺបាបដែលមិនដឹងសភាវៈធម៌ដែលកំពុងប្រកបបាបដែលមិនដឹងសភាវៈពិតជួនកាលយើងគិតភ័យខ្លាចរង្គៀសចំពោះលោភៈទោសៈនិងអកុសលប្រការផ្សេងហើយក៏ស្វែងរកការប្រតិបត្តិដើម្បីលះបង់នៅអកុសលនោះដោយមិនបានអប់រំនៅសេចក្តីដឹងក្នុងសភាវៈដែលកំពុងប្រកបនៅពេលដែលមិនបានអប់រំសេចក្តីដឹងការមិនដឹងសភាវៈដែលកំពុងប្រកបនេះគឺជាបាបដែលគួររង្គៀសខ្លាំងមែនទែនយើងដឹងទេសង្សារវដ្តវែងឆ្ងាយដែលរកទីបំផុតខាងដើមមិនដឹងថាពីត្រឹមណាមកនោះព្រោះការមិនដឹងសភាវៈធម៌នឹងហើយមិនដឹងសេចក្តីពិតក្នុងជីវិតប្រចាំថ្ងៃនឹងហើយការមិនដឹងយ៉ាងនេះនឹងថាឲ្យអស់លោភៈទោសៈមោហៈទិដ្ឋិមានៈអ៊ីសាឬការកំណាញ់អីនោះមិនបានសោះឡើយវែងឆ្ងាយមកហើយមានតែការសន្សំសេចក្តីមិនដឹងនឹងរឿយហើយនឹងអកុសលក៏ចេះតែមានការសន្សំរហូតមកដល់បច្ចុប្បន្នជាតិនេះហើយបើពេលនេះមិនមានការអប់រំសេចក្តីដឹងនៅតែសន្សំការមិនដឹងនឹងទៅមុខទៀតក៏ត្រូវតែមានការមិនដឹងនឹងទៅមុខទៀតមិនអាចអស់ទៅបានឡើយមិនអាចដើម្បីយកបញ្ញាបុគ្គលណាមកលះការមិនដឹងរបស់យើងឲ្យអស់ទៅបានក្រៅអំពីការសន្សំការអប់រំបញ្ញាសេចក្តីដឹងក្នុងសភាវៈធម៌
ប៉ុណ្ណឹងគុណម្ចាស់ញាតិញោមស្ដាប់បានហើយនៅយល់ចូលចិត្តអំពីរឿងកុសលដែលត្រូវប្រតិបត្តិច្បាស់លាស់ហើយហ្នឹងណាទៀតយើងខ្លាចនៅពេលណាដែលមានសេចក្តីទុក្ខកង្វល់ព្រោះប្រាស្រ័យរបស់ដែលជាទីស្រឡាញ់ពេញចិត្តចឹងទៅយើងរង្គៀសចំពោះកិលេសប៉ុន្តែក្នុងពេលហ្នឹងវាមិនមែនមានតែបាបគឺសេចក្តីទុក្ខកង្វល់ប៉ុណ្ណឹងទេវាមានបាបមួយទៀតដែលធ្ងន់ជាងនឹងទៅទៀតគឺការមិនដឹងសភាវៈនឹងតាមសេចក្តីពិតគឺការមិនដឹងថាសេចក្តីទុក្ខកង្វល់នោះគ្រាន់តែជានាមធម៌មួយបែបដែលមិនមែនជាទូខ្លួនយើងអាការមិនដឹងហ្នឹងបាបធ្ងន់ជាងសេចក្តីទុក្ខសេចក្តីចង្អៀតទាំងអស់ឬការដែលយើងកង្វល់រីករាយភ្លើតភ្លើននៅក្នុងវត្ថុដែលជាទីប្រាថ្នាដោយអំណាចនៃកាមតណ្ហាយើងចេះរង្គៀសចំពោះលោភៈរបៀបហ្នឹងប៉ុន្តែយើងមិនដឹងលោភៈដែលប្រព្រឹត្តទៅហ្នឹងមិនមែនជាទូខ្លួនយើងអាការមិនដឹងហ្នឹងគឺបាបធ្ងន់ជាងលោភៈហ្នឹងទៅទៀតតែយើងចេះតែរង្គៀសជាមួយលោភៈយើងអត់ចេះរង្គៀសជាមួយអាការមិនដឹងទៅយើងទៅស្វែងរកវិធីប្រតិបត្តិយ៉ាងដទៃមិនអប់រំសេចក្តីដឹងនៅពេលដែលលោភៈកើតឡើងមិនអប់រំសេចក្តីដឹងនៅពេលដែលទោសៈកើតឡើងមិនអប់រំសេចក្តីដឹងនៅពេលដែលសភាវៈកំពុងប្រកាសដូចជាចិត្តឃើញចិត្តលឺឬការនឹកគិតជាដើមប្រហែលដូច្នេះមោហៈអវិជ្ជានេះមានទោសខ្លាំងមានទោសច្រើនមានទោសធ្ងន់ហើយសូមជ្រាបផងដែរថាកម្រនឹងលះបានសម្រាប់សត្វលោកព្រោះអ្វីបានជាមានទោសធ្ងន់ព្រោះថាសង្សារវដ្តវែងឆ្ងាយមិនដឹងជាថាធ្ងន់បណ្ដាទៅទៀតព្រោះអវិជ្ជាព្រោះមោហៈមិនងាយលះបានព្រោះសត្វលោកកម្រនឹងស្ដាប់ប្រធัวយល់ចូលចិត្តអំពីការចម្រើននៅសតិប្បដ្ឋានជាការប្រតិបត្តិចម្រើននៅបញ្ញាពិតៗแล้วហើយអត់មានឱកាសដើម្បីលះមោហៈនឹងទេការមិនចេះការមិនដឹងអំពីសភាវៈពិតៗគឺនៅតែមានរហូតឲ្យតែមិនព្រមអប់រំសេចក្តីដឹងចំពោះសភាវៈជាប្រក្តីធម្មតាដែលកើតឡើងតាមហេតុតាមបច្ច័យនោះយ៉ាងណាការមិនអប់រំការមិនប្រតិបត្តិយ៉ាងនេះនឹងបានជាឧបនិស្ស័យដើម្បីមិនអប់រំដើម្បីមិនប្រតិបត្តិតទៅមុខទៀតវែងឆ្ងាយអត់មានឱកាសបានជួបជាមួយនឹងព្រះធម៌របស់ព្រះរាមាបុព្វាដ៏មានលំអដ៏មានជម្រៅដែលមនុស្សនិងទេវតាទាំងឡាយគួរដល់ការគោរពបូជានោះទេខ្វៀងចាកនៅព្រះសទ្ធំខ្វៀងចាកនៅការត្រាស់ដឹងអរិយសច្ចធម៌កាន់តែឆ្ងាយទៅណាទេណាដើម្បីសង្សារវដ្តយូរប៉ុណ្ណឹងមកហើយមិនខ្លាចយូរទៅទៀតទេក្នុងអនាគតនោះដរាបណាការមិនអប់រំសេចក្តីដឹងដរាបណាការមិនសន្សំចំណេះចេះដឹងដោយអំណាចវិបស្សនាវិជ្ជារឿងវិបស្សនាវិជ្ជានេះយើងមិនមែនមិនចេះតែឈ្មោះប៉ុន្តែរឿងសំខាន់វាមិនមែននៅត្រង់រឿងចេះឈ្មោះឬគ្រាន់តែពោលពាក្យថាជាការចម្រើននៅវិបស្សនាវិជ្ជានោះទេមិនមែនសំខាន់ទេចំពោះឈ្មោះចំពោះពាក្យថាតែសច្ចការនៅត្រង់បញ្ញាពិតៗអប់រំសេចក្តីដឹងនឹងតាន់ពេលដែលមានសភាវៈកើតឡើងគឺជាខណ្ឌគឺជាធាតុគឺជាអាយតនៈជាផលរបស់បច្ច័យដែលមិនមែនជាបរិសុទ្ធស្ត្រីមនុស្សសត្វណាឡើយចឹងដូច្នេះការអប់រំចម្រើនស្ថានវិបស្សនាប្រគុណម្ចាស់ញាតិញោមត្រូវតែមានការយល់ចូលចិត្តឲ្យបានច្បាស់ថាអត់មានផ្លូវដទៃណាក្រៅអំពីការដឹងនៅរបស់ពិតសំបីជាអកុសលហើយដែលគូឲ្យរង្គៀសជាងគេគឺការមិនដឹងនឹងហើយបញ្ជាក់ថែមទៀតណាទេណាឲ្យបានត្រៀបអញ្ចឹងដើម្បីកុំឲ្យចេញអំពីកន្លងមេគានៃការចម្រើនអរិយមគ្គអង្គ8ឲ្យសោះហើយទៅប្រកាន់វត្តប្រតិបត្តិដទៃដើម្បីសេចក្តីបរិសុទ្ធដោយយល់ច្រឡំថាជាអរិយមគ្គអង្គ8កុំឲ្យជួបប្រទះនៅវត្តប្រតិបត្តិដែលខ្វៀងចាកអំពីអរិយមគ្គអង្គ8ហ្នឹងគឺត្រូវតែប្រឹងយកចិត្តទុកដាក់ស្ដាប់ឲ្យយល់ចូលចិត្តថាបាបអកុសលដែលគួរឲ្យរង្គៀសជាងអកុសលណាទាំងអស់គឺការដែលមិនដឹងសភាវៈធម៌ហ្នឹងហើយដូច្នេះសំបីលោភៈកើតឡើងក៏មិនជារឿងក្រៅក្រហាយមិនមែនជារឿងដែលត្រូវទៅប្រកាន់ហួងហែងចំពោះលោភៈនោះទេណា
ឲ្យតែមានការសិក្សាបាននៅប្រភេទលក្ខណៈនៃលោភៈក៏ឃើញច្បាស់ថាជានាមធម៌ម្យ៉ាងតែប៉ុណ្ណោះប្រចាំសង្ខារវាត្រូវតែមានលោភៈឬថាទោសៈនោះមិនមែនជារបស់ដែលយើងគួរភ័យខ្លាចរង្គៀសហើយបញ្ញាប់ទៅបដិបត្តិធម៌កុំឲ្យមានទោសៈក្រៅអំពីការរលឹកដឹងទោសៈដែលទោសៈនោះមានហេតុបច្ច័យកើតឡើងដែលកំពុងប្រកបនោះត្រូវសិក្សាត្រូវសង្កេតពិនិត្យត្រូវឲ្យឃើញច្បាស់យ៉ាងណាថាវាមិនមែនជាទូខ្លួនយើងនឹងវាត្រឹមតែជាប្រភេទនៃនាមធម៌មួយបែបដែលកើតឡើងគឺវាត្រូវតែកើតបញ្ឈប់មិនបានព្រោះវាកំពុងប្រកបនឹងទៅហើយនឹងទៅគិតហាមឃាត់ឬទៅគិតកែប្រែឲ្យទៅជារបស់ដទៃយ៉ាងម៉េចបានកុំភ្លេចណាចា៎ក្នុងលោភៈក៏ជាអនត្តាធម៌ក្នុងទោសៈក៏ជាអនត្តាធម៌ការប្រតិបត្តិធម៌ដើម្បីឃើញអនត្តាជិះវៀងអំពីសភាវៈពិតមិនបានសោះឡើយមិនអាចឃើញអនត្តាធម៌ទេអនត្តានៅក្នុងសភាវៈសង្ខារគ្រប់យ៉ាងដែលកើតឡើងជាប្រកបដីប្រចាំថ្ងៃនឹងឯងបើយើងខំប្រឹងគិតអំពីអនត្តាធម៌ដោយរវល់ដែលខ្លាចថាវាជាលោភៈជាទោសៈដើម្បីនឹងទៅប្រតិបត្តិដទៃក្រៅអំពីដឹងលក្ខណៈនៃលោភៈទោសៈយើងកាន់តែវង្វេងផ្លូវឆ្ងាយហើយអកុសលធម៌ទាំងអស់ហ្នឹងវាប្រកបអញ្ចឹងក៏ពិតមែនហើយតែថារឿងដែលយើងឃើញថាគួរឲ្យខ្លាចគួរឲ្យរង្គៀសគួរឲ្យតក់ស្លុតជាងគេគឺការមិនដឹងសភាវៈហ្នឹងតែម្ដងចឹងបានថាការសិក្សានៅសភាវៈគ្រប់យ៉ាងដើម្បីជំនួយស្មារតីដើម្បីឲ្យឃើញថាសភាវៈទាំងអស់នឹងហើយដែលព្រះរាមាភិបព្រះអង្គទ្រង់ត្រាស់សម្ដែងជាសតិប្បដ្ឋានជាខណ្ឌជាធាតុជាអាយតនៈជាអារម្មណ៍របស់វិបស្សនាមិនឆ្លងមិនរំលងមិនផុតអំពីជីវិតពិតជាប្រកបដីឡើយដល់បានហើយតែប៉ុណ្ណឹងអញ្ចឹងយើងប្រឹងប្រែងជាយាមក៏អាស្រ័យឧបនិស្ស័យដែលតាក់តែងវិរិយៈចេតសិកឲ្យប្រព្រឹត្តទៅក្នុងការស្ដាប់ប្រធមព្រមជាមួយគ្នានឹងឧបនិស្ស័យនៃសេចក្តីអត់ធន់ក្នុងការស្ដាប់ប្រធមក៏ត្រូវអត់ទ្រាំជាមួយគ្នានឹងកិលេសដែលកើតឡើងដែលជាលោភៈទោសៈមោហៈដែលវាជានិវរណៈរារាំងមិនឲ្យយើងបំពេញនៅបុណ្យកុសលតាំងពីស្ដាប់ធម៌នឹងទៅបានក៏ត្រូវតែអត់ធន់ដឹងថាវាជាប្រភេទនៃអកុសលជាកិលេសជាមេរារាំងនៅគុណប្រយោជន៍ទាំងឡាយផ្សេងហើយគោរពតួនាទីរបស់ខ្លួនស្គាល់ខ្លួនគោរពខ្លួនដែលជាអត្តញ្ញតាជាធម៌របស់សប្បុរសព្រឹកទៅដើម្បីកិច្ចការនាទីយ៉ាងណាជាពុទ្ធបរិស័ទក៏កបីប្រពដែលជាយាមបំពេញទៅតាមតួនាទីកុំឲ្យឃ្លាតចាកអំពីនាទីដែលជាពុទ្ធបរិស័ទឡើងអញ្ចឹងនៅក្នុងទោសមូលចិត្តនេះគុណចាស់ញាតិញោមក៏បានសរសេរជាបាលីមេតិកាស្រាប់ហើយដោយសេចក្តីថាសភាពនៃចិត្តដួងនេះប្រកបជាមួយគ្នានឹងទោមនស្សវេទនាហើយទោមនស្សវេទនានេះប្រកបតែជាមួយនឹងទោសមូលចិត្តនឹងឯងមិនបានប្រកបជាមួយនឹងចិត្តដទៃទោះបីចិត្តនឹងរាប់ដោយចំនួនច្រើនប៉ុណ្ណាក៏ដោយក៏មិនប្រកបជាមួយគ្នានឹងទោមនស្សវេទនាដែរលើកលែងតែទោសមូលចិត្តពីរដួងតែមួយជាអសង្ខារិកៈមានកម្លាំងខ្លាំងក្លាកើតឡើងដោយអត់មានអ្នកប្រពួលដឹកនាំហើយមួយទៀតមានកម្លាំងខ្សោយព្រោះដែលកើតឡើងនោះតលតែមានអ្នកប្រពួលដឹកនាំឲ្យកើតឡើងហើយក្នុងពេលនេះប្រគុណម្ចាស់ញាតិញោមមានការសិក្សាមានការសង្កេតពិនិត្យទៅលើប្រភេទលក្ខណៈនៃទោសមូលចិត្តតាមរយៈនៃវេទនាឬទៅតាមរយៈនៃទោសៈចេតសិកនឹងតែម្ដងដែលនាំឲ្យចិត្តហ្នឹងទៅជាទោសមូលចិត្តបានក៏ត្រូវអាស្រ័យមានសម្បយុទ្ធធម៌ដូច្នេះអាចនឹងជ្រាបប្រភេទនៃទោសមូលចិត្តដោយអំណាចចេតសិកដែលជាសម្បយុទ្ធនោះយ៉ាងណាដូចជាទោមនស្សវេទនាដែលប្រព្រឹត្តទៅជាសោកៈសភាពរីងស្ងួតនៃចិត្តដុតកម្ដៅចិត្តធ្វើឲ្យចិត្តនឹងឯងដល់នៅសភាពស្ងួតហួតហែងដូចជារុក្ខជាតិមានស្មៅអីជាដើមឈើអីហ្នឹងដែលគេកាត់គល់ហើយហាលកណ្ដាលថ្ងៃនោះដល់នៅសភាពស្វិតសពូនក្រៀមក្រក់យ៉ាងណាសោកៈក៏មានប្រភេទលក្ខណៈ
ក្រៀមក្រោះអញ្ចឹងដែរពីព្រោះអីពីព្រោះប្រាត់ប្រាស់នៅអ្វីៗដែលជាទីស្រឡាញ់ជាទីពេញចិត្តដូចជាមានការប្រាត់ប្រាស់នៅញាតិដែលឃ្លាតទៅឆ្ងាយឬក៏បាត់បង់ជីវិតទៅសេចក្តីប្រាត់ប្រាស់នៅទ្រព្យសម្បត្តិដែលជាទីស្រឡាញ់ជាទីពេញចិត្តយើងប្រាត់ប្រាស់តិចតួចក៏មិនបានជាចាប់ផ្លឹកនឹកថាវាមានទោសមូលចិត្តទេពីព្រោះតោមនសវេទនានឹងវាមិនប្រកបជាសេចក្តីសោកខ្លាំងប៉ុន្តែក្នុងគណៈដែលមិនសប្បាយចិត្តបន្តិចនឹងក្នុងការដែលនឹកដល់របស់ដែលធ្លាប់ប្រើប្រាស់ជាធម្មតាតិចតួចដូចជាសភើប៊ិចឬក៏របស់របរចានក្បានពន្សៀវកៅពេញប៉ាន់អីហ្នឹងរបស់ដែលធ្លាប់ប្រើប្រាស់មកហើយក៏បាត់ទៅឬក៏បាក់បែកអីទៅហ្នឹងមានសភាពមិនពេញចិត្តក្នុងខណៈហ្នឹងនេះគឺជាប្រភេទនៃទោសមូលចិត្តហើយប៉ុន្តែក្នុងកាលណាដែលវាមានការប្រាត់ប្រាស់នៅរបស់ដែលជាទីពេញចិត្តនឹងធំដុំដែលនិយមប្រើប្រាស់ជាទីស្រឡាញ់ជាទីពេញចិត្តដូចជាកង់ម៉ូតូអីដែលធ្លាប់ជិះអញ្ជើញមករៀនឬក៏ដូចជាទ្រព្យសម្បត្តិជាមាសជាប្រាក់អីដោយអំណាចមានចោលលួចចោលប្លន់អីទៅនឹងក៏យើងដឹងថាមានសេចក្តីសោកស្ដាយច្រើនប្រកបលក្ខណៈឡើងជាសេចក្តីសោកក្នុងខណៈហ្នឹងគឺទោសមូលចិត្តហើយតែនេះក៏ជាការសាកល្បងមើលដែរសម្រាប់ការប្រាត់ប្រាស់ក្នុងជីវិតរបស់យើងតែយើងមានការស្រឡាញ់ការជាប់ជំពាក់នោះប៉ុណ្ណាការនេះគឺសត្វតែជាការពិសោធន៍ឬជាការសាកល្បងដល់កិលេសរបស់យើងប៉ុណ្ណឹងក៏ជាការប្រាត់ប្រាស់ដែលយើងគួរឲ្យមានសេចក្តីសោកស្ដាយមិនចង់បានជួបប្រទះនៅការប្រាត់ប្រាស់របៀបហ្នឹងទេប៉ុន្តែយើងកុំភ្លេចថាពេលមួយនឹងមកដល់គឺការប្រាត់ប្រាស់ទាំងអស់សូម្បីតែជីវិតដែលរស់នៅនេះនៅពេលដែលសេចក្តីស្លាប់មកដល់បើយើងសន្សំឧបនិស្ស័យនៅសេចក្តីអាឡោះអាល័យខ្លាំងសោកស្ដាយច្រើនអញ្ចឹងទៅតើមរណាសន្នជីវ័នរបស់យើងនោះវាយ៉ាងម៉េចមរណាសន្នជីវ័នគឺជីវ័ននៅពេលចិត្តស្លាប់ណាទេណាតែវាប្រព្រឹត្តទៅដោយសេចក្តីទុក្ខសោកកតុកកន្ទិញរបៀបណាបើគ្រាន់តែប្រាត់ប្រាស់របស់ដែលមានវិញ្ញាណខ្លះអត់វិញ្ញាណខ្លះហើយនៅមកសន្ធឹកទៀតប៉ុណ្ណឹងផងក៏យើងមានសេចក្តីសោកស្ដាយមានសេចក្តីទុក្ខច្រើនអញ្ចឹងទៅហើយណាទេណាកុំភ្លេចណាទេណាទីបំផុតយើងនឹងត្រូវព្រាត់ទៅទាំងអស់អញ្ចឹងដូច្នេះក៏ជាការមួយដែលយើងត្រូវជ្រាបថា